សួស្តីបងប្អូនទាំងអស់គ្នាចឹងបន្ទាប់ពីយើងធ្វើ e-call card នៅពេលល្ងាចនេះរួចរាល់ហើយចឹងយើងអាចមក view call card បាននៅក្នុងកន្លែងប៊ូតុងលេខ11នេះអញ្ចឹងយើងប៉ះលើប៊ូតុងលេខ11ហ្នឹងមកដំបូងឡើយគឺវារើសយកថ្ងៃបច្ចុប្បន្នដែលយើងកំពុងនេះអញ្ចឹងនៅពេលណាដែលពេលល្ងាចយើងធ្វើហ្នឹងគឺវាចាប់ថ្ងៃបច្ចុប្បន្នចឹងយើង estimate សម្រាប់ទៅថ្ងៃស្អែកចឹងយើងចង់ដឹងថាថ្ងៃនេះយើង estimate សរុបសម្រាប់ថ្ងៃទី19ហ្នឹងយើងគ្រាន់តែជ្រើសរើសចុចរងថ្ងៃទី19មកវានឹងធ្វើការសរុបរបាយការណ៍ខកការដែលយើងបានសរុបធ្វើហ្នឹងណាចឹងយើងប៉ះលើផ្នែកនេះមកយើងឃើញមុខទំនិញដែលយើងបាន estimate សម្រាប់មួយនីមួយៗហ្នឹងទៅតាមមួយដែលយើងបាន estimate ចឹងណាម៉ានកេសម៉ានផេកម៉ាន unit ចឹងសរុបជាទឹកលុយសរុបជាអីចឹងទៅហើយខាងក្រោមនេះយើងមានសរុបជាកេសហើយនឹងជាទឹកលុយសរុបរាល់ estimate ទាំងអស់ហ្នឹងចឹងនេះជារបៀបយើងមើលណាហើយមួយទៀតកន្លែងហ្នឹងគឺអាស្រ័យទៅលើថ្ងៃខែនេះថ្ងៃខែយើង estimate នៅក្នុងកន្លែងយើងធ្វើ e-call card នៅពេលណាដែលយើងធ្វើ e-call card យើងជ្រើសរើសថ្ងៃខែហើយនឹងឈ្មោះមួយហ្នឹងអញ្ចឹងដល់ពេលដែលយើងរបាយការណ៍យើងយកមកសរុបនេះគឺវាសរុបទៅតាមថ្ងៃខែដែលយើងបានធ្វើហ្នឹងឧទាហរណ៍យើង estimate សម្រាប់ថ្ងៃទី19ថ្ងៃបច្ចុប្បន្នថ្ងៃទី18មែនតែយើង estimate សម្រាប់មួយថ្ងៃទី19អញ្ចឹងកន្លែងហ្នឹងយើងច្រោះកន្លែងហ្នឹងហើយមួយទៀតកន្លែងយើងធ្វើ e-call card ហ្នឹងគឺយើងជ្រើសរើសថ្ងៃកន្លែងនេះយើង estimate ថ្ងៃហ្នឹងគឺថ្ងៃ18ទេតែយើង estimate មួយសម្រាប់យើងទៅជួបនៅថ្ងៃទី19អញ្ចឹងវានឹងបង្ហាញឈ្មោះមួយនៅក្នុងថ្ងៃទី19ហ្នឹងអញ្ចឹងពេលយើងធ្វើ estimate យើង complete ជ្រើសរើសថ្ងៃទីនេះឲ្យត្រឹមត្រូវសម្រាប់នេះដល់តែពេលយើងជ្រើសរើសថ្ងៃទីនេះត្រឹមត្រូវហើយអញ្ចឹងថ្ងៃស្អែកយើងនឹងបានរបាយការណ៍មួយដែលត្រឹមត្រូវហើយយើងរើសហ្នឹងគឺវាត្រឹមត្រូវទាំងអស់អញ្ចឹងណាហ្នឹងហើយសូមអរគុណ